បាទសួស្តីបងប្អូនឥឡូវយើងមកទស្សនាចំការត្រប់របស់យើងម្ដងណាហ្នឹងហើយចំការត្រប់ឲ្យមានលាយដូងណាយ៉ាងដាំបានយូរហើយប៉ុន្តែវាអត់ទៅល្អសោះតែមូលហេតុអីណាបងប្អូនជួយខមមិនជួយប្រាប់ផងណាវាផ្លែមិនទៅល្អហើយក្រហមណាដូចជាខ្វះជីបើយើងដាក់ជីទៅវាចេះតែរលួយណាចឹងយើងដាំបានតិចតួចដែរណាបងប្អូនណាត្រប់យើងមើលត្រប់របស់យើងណាវារៀងក្រហមវាដូចរៀងអាលំទឹកយ៉ាងណាទេណាចឹងយើងមិនអាចថាវាជាការរលំទឹកទេណានេះចំការណាការយើងបានដាំតិចតួចដែរណាចឹងមានដូងណាមានចេកមានត្រប់ណាមានស្លឹកគ្រៃណាហើយនៅជួរខាងនោះមានក្រូចសើចលាយក្រូចសើចខ្លះហើយនឹងដូងចេកនឹងជុំគ្នាណាយើងថ្មីថ្មងក្នុងវិស័យកសិកម្មណាកសិកម្មរបស់យើងដូចជាមិនសូវរលូនទេដោយសារតម្លៃមិនទៅបានជាល្អប្រសើរនេះណាតកតងទៅនឹងចំការយើងណាចំការដូងណាបងប្អូនហើយខ្ញុំនឹងហាញបងប្អូនពាក់ព័ន្ធទៅនឹងដូងវាកើតសិននឹងថាមកពីโรគអីយើងកំពុងតែរោថ្នាំបាញ់ថ្នាំអីបាញ់បានបងប្អូនអាចជួយខមមិនប្រាប់ណាតើប្រភេទនេះមួយណាណាចឹងខាងនោះស្រូវគេទុំហើយចឹងបងប្អូនមើលដូងណាថាល្អហើយឬនៅណាបងប្អូនអាចជួយខមមិនមើលវាដូចជាខៀវល្អដែរប៉ុន្តែខៀវវាទៅជាច្រេះចាប់ទៅជារលួយណាហ្នឹងហើយនេះតកតងទៅនឹងក្រូចសើចវាមានស្លឹកប្រភេទជាប្រភេទអុចក្រហមចេះណាតែយើងបាញ់ថ្នាំស្អីណាដើម្បីសម្រាប់វារោគច្រេះនេះហៅខេងកើរោគខេងកើទុកយូរងាប់ខូចណាតែយើងក្របាញ់អានោះតែយើងបាញ់ថ្នាំសម្រាប់សត្វល្អិតនិងថ្នាំរោគណាប៉ុន្តែមិនដឹងថ្នាំរោគស្អីទេបងប្អូនណាបងប្អូនជួយខមមិនផងណានឹងត្រប់យើងចឹងវាទៅជារលួយត្រួយចេះណាមិនដឹងថាវាមកពីមូលហេតុអីវាអាចប្រភេទតកៅស៊ីរូងស្លឹករូងដើមឬក៏រោគវាណាយើងដូចជាមិនមានវិធីសាស្ត្រណាដែលអាចកែកនវាបាននេះណារលួយតែម្ដងណានឹងថាដង្កូវឬក៏ប្រភេទនេះណាឬក៏វារលំទឹកណាបងប្អូនណាចឹងយើងមិនអាចដឹងថាវាមកពីមូលហេតុស្អីពិតប្រាកដចឹងយើងប្រឹងប្រែងថែដែរប៉ុន្តែវាអត់ល្អណាស្លឹកក្រូចដូចគ្នាណាចឹងយើងវីដេអូក្រោយខ្ញុំបង្ហាញពីពាក់ព័ន្ធនឹងដូងណាតើមូលហេតុអីបានវាក្រហមណាបងប្អូនចាំជួយខមមិន